ប្រហិតរបស់គាត់ត្រូវតែអត់ធ្មត់ព្រោះអីបងប្អូនបើចង់កំងប្រហិតបន្លែគឺគាត់ធ្វើដោយខ្លួនឯងទាល់ដៃភ្លាមនៅហ្នឹងហ្មងបើបងប្អូនចាំបានគឺបងប្អូននឹងបានញ៉ាំជាប្រភេទប្រហិតបន្លែរបស់គាត់ហ្នឹងហើយបងប្អូនព្រោះអីគាត់មានតែម្នាក់ឯងទេយើងគួរយល់ដែរពេលខ្លះគឺភ្ញៀវបុកមកច្រើនតែម្នាក់ឯងអ្នកស្គាល់បានស្គាល់ប្រហិតរបស់គាត់បើសិនជាមិនស្គាល់មិនធ្លាប់ញ៉ាំឬក៏មិនមែនជាមួយរបស់គាត់ទេមិនស្គាល់ឬក៏មិនដឹងថារសជាតិប្រហិតរបស់គាត់ហ្នឹងឬក៏តំណងប្លែកខុសគេយ៉ាងណាដោយសារតែទឹកសៀងរបស់គាត់គឺគាត់ធ្វើដោយខ្លួនឯងរសជាតិមិនដឹងមិនទេញ៉ាំកន្លែងគាត់នឹងនិយាយពីថាជក់មាត់ញ៉ាំហើយចង់ញ៉ាំទៀតវាមិនដឹងថាលក្ខណៈពិសេសដែលគាត់ធ្វើហ្នឹងគឺដោយសារទឹកជ្រលក់ឬក៏ប្រហិតតែបើតាមខ្ញុំញ៉ាំគឺដោយសារទាំងប្រហិតគឺទាំងទឹកជ្រលក់ញ៉ាំហើយធ្វើឲ្យខ្ញុំចង់ញ៉ាំទៀតបាទឆ្ងាញ់ហើយខ្ញុំញ៉ាំរហូតដល់2ប្រអប់ណាបងប្អូនអស់មួយប្រអប់ហើយថែមមួយប្រអប់ទៀតមួយប្រអប់តម្លៃ 15,000 គិតទៅ2ប្រអប់ 30,000 នោះហើយមួយប្រអប់ច្រើនទៀតហើយគ្នាតែ3នាក់ទេលើកទី1ដែលញ៉ាំប្រហិតអស់ច្រើនយ៉ាងហ្នឹងហើយគ្នាតែ3នាក់ទេបងប្អូនបើចិនជាចង់ញ៉ាំប្រហិតឬក៏ឃ្លានប្រហិតរបស់គាត់បងប្អូនអាចមកបានទីតាំងនៅទួលទំពូងហើយចាំ